ខ្ញុំអត់អនុគ្រោះតែបុគ្គល2នាក់គត់នៅស្រុកខ្មែរក្នុងមួយជីវិតរបស់មួងណារ៉េតហើយខ្ញុំផ្ញើសារនេះឲ្យលឺដល់ហើយឲ្យលឺម្ដងទៀតបុគ្គល2នាក់គឺបុគ្គលបាតផ្សារផែងវណ្ណៈនិងបុគ្គលសវឹងខួបសានប៊ុនធឿនគ្មានពេលណាមួយនៅក្នុងជីវិតរស់នៅរបស់មួងណារ៉េតនឹងអនុគ្រោះឲ្យបុគ្គល2នាក់នេះខាងផ្នែកមនសិការខ្ញុំមិនធ្វើអីអស់លោកទេកុំភ័យថាមួងណារ៉េតទៅធ្វើអីអស់លោកអត់ទេប៉ុន្តែផ្នែកមនសិការសម្បញ្ញៈនិងវិចារណញ្ញាណគឺខ្ញុំនៅតែចងកំហឹងនឹង2នាក់នេះរហូតដល់ថ្ងៃខ្ញុំស្លាប់ដោយសារគាត់ជេរមរាយកាយឪពុកខ្ញុំសម្បើមណាស់ព្រោះម្ដាយខ្ញុំឪពុកខ្ញុំអត់មានកំហុសអីនៅក្នុងការងារដែលធ្វើ show របស់ខ្ញុំទេអស់លោកគឺប្រមាថការទៀនម្ដាយឪពុកខ្ញុំបានទទួលអនិច្ចកម្មទៅហើយសូមឲ្យវិញ្ញាណក្ខន្ធឪពុករបស់ខ្ញុំតាមចងពៀព្យាបាទបុគ្គល2នាក់នេះរហូតលុះខ្សែបើគាត់មិនសុំទោសជាសាធារណៈឯងខ្ញុំប្រាប់ឲ្យហើយបើគាត់មិនសុំទោសជាសាធារណៈចំពោះវិញ្ញាណក្ខន្ធរបស់ឪពុកខ្ញុំនិងម្ដាយខ្ញុំដែលនៅរស់ទេហើយដែលជេរបចោស្រាតសពុតគាត់បែបនេះគឺអ្នកនឹងត្រូវការចងកំហឹងហើយសុំឲ្យអ្នកហែលទឹកភ្នែកឪពុកខ្ញុំអ្នកហែលទឹកភ្នែកម្ដាយខ្ញុំរហូតតខ្លួនអ្នកស្លាប់ឲ្យរស់នៅវេទនាជាងស្លាប់ទៀតព្រោះអ្នកថោកទាបណាស់ខ្ញុំគ្រាន់តែប្រាប់ទេបុគ្គល2នាក់ដែលជេរមរាយកាយឪពុករបស់ខ្ញុំជាសាធារណៈហើយអត់មានរឿងអីសោះអត់មានរឿងឆ្លោះគ្នាខ្ញុំគ្មានរឿងអីបុគ្គលជាមួយបុគ្គលផែងវណ្ណៈនេះខ្ញុំមានរឿងអីគ្មានរឿងអីឆ្លោះគ្នាជាមួយបុគ្គលសានប៊ុនធឿននេះទាល់តែសោះតែបុគ្គលនេះគឺបាត់ផ្សារហៅលែងលើខ្ញុំប្លុកចោលទឹកទីអស់ហើយប៉ុន្តែខ្ញុំអត់អហោសិកម្មឲ្យអ្នកទាំង2នាក់នេះបានទាល់តែសោះរហូតដល់2នាក់នេះចេញសុំទោសជាសាធារណៈទើបរួចខ្លួនតែប៉ុណ្្នឹងឯងខ្ញុំអត់មានអីថាអូអញ្ចឹងមិនចង់ធ្វើអីគាត់អត់ទេមួណារ៉េតអត់ធ្វើអីទាំងអស់មនសិការគឺនៅតែជេរនិងសងសឹកគុំគួនតកតងនឹងផ្នែកមនសិការអ្នកនឹងនៅក្នុងបញ្ជីខ្មៅរបស់ខ្ញុំរហូតខ្ញុំស្លាប់បើអ្នកមិនសុំទោសឪពុកម្ដាយខ្ញុំជាសាធារណៈទេតែប៉ុណ្្នឹងឯងហើយបើអ្នកមិនសុំទោសទេអ្នកជាជនកំសាកលើលោកកំសាកថោកទាបបំផុតដែលមួណារ៉េតអត់មានពាក្យជេរទៅវិញបានទេព្រោះខ្ញុំអត់មានពាក្យហ្នឹងប៉ុន្តែខ្ញុំជឿថាភាពកំសាកនិងថោកទាបរបស់អស់លោកនេះនឹងរស់នៅក្នុងឋាននរកអវជ័យនេះគ្មានថ្ងៃបញ្ចប់ទេព្រោះអីឪពុកម្ដាយខ្ញុំជាអ្នកមានគុណរបស់ខ្ញុំវិសេសក្រៃលែងលើលោកនេះអ្នកឯងមិនអាចមកប្រមាថការទៀនម្ដាយឪពុកខ្ញុំតាមក្បាលវ៉ាល់អំពើចិត្តបានទេព្រោះជាព្រះមានគុណរបស់ខ្ញុំហើយខ្ញុំគោរពលើសអ្នកណាទាំងអស់នៅលើលោកនេះគឺគោរពឪពុកម្ដាយខ្ញុំគ្មានថ្ងៃណាខ្ញុំបាត់បង់ការគោរពនិងគុណដែលក្នុងការបង្កើតខ្ញុំមកក្នុងការចិញ្ចឹមបីបាច់របស់ខ្ញុំមកគឺគុណនេះគឺគុណធំលើសភ្នំព្រះសម័យដែលខ្ញុំមិនអាចទាំងសងគុណរួចផងខ្ញុំរាល់ថ្ងៃនៅមើលថែទាំនៅយកចិត្តទុកដាក់ម្ដាយខ្ញុំឪពុកខ្ញុំសោកស្ដាយដែលខ្ញុំមិនបានមើលថែគាត់បានដោយសារតែគាត់ទទួលអនិច្ចកម្មក្នុងសម័យកូវីដដោយសារតែមិនអាចទៅព្យាបាលនៅស្រុកក្រៅបានហើយប្រព័ន្ធសុខាភិបាលយើងក៏ពិបាកទៀតដូច្នេះខ្ញុំអឺមានវិបដិសារីធំណាស់ចំពោះឪពុករបស់ខ្ញុំដែលខ្ញុំមិនបានមើលបាច់ថែរក្សាគាត់ហើយខ្ញុំចាក់ចេញពីគាត់ក៏យូរដែរដូច្នេះខ្ញុំស្រក់ទឹកភ្នែកដោយសារតែខ្ញុំជំពាក់គុណឪពុកខ្ញុំច្រើនណាស់តែខ្ញុំតបស្នងសងគុណម្ដាយខ្ញុំដល់ទីបំផុតនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគុណដ៏មហាអស្ចារ្យដែលលើលោកដែលគ្មាននរណាមានគុណស្រ័យជាងម្ដាយឪពុករបស់ខ្ញុំទេហើយលោកមកប្រមាថអ្នកទាំងពីរដូចសម្រាមថោកទាបដែលគាត់អត់មានកំហុសអីទាល់តែសោះការបង្កើតខ្ញុំមកដើម្បីឲ្យខ្ញុំធ្វើ show ឬប្រើបញ្ញាញាណរបស់ខ្ញុំសម្បញ្ញៈខ្ញុំដើម្បីសង្គ្រោះដើម្បីជួយដល់ប្រជាពលរដ្ឋ18លាននាក់មិនមែនជាកម្មវត្ថុឲ្យអស់លោកមកមើងងាយជេរមរាយកាយឪពុកខ្ញុំទេជេរខ្ញុំបានបើអស់លោកចិត្តជាកូនប្រុសតតាំងជាមួយមួងណារ៉េតមក1ទល់នឹង1ក៏បានដែរ2ទល់នឹង1ក៏បានដែរអត់អីទេតតាំងគ្នាតាមរយៈសតិសម្បញ្ញៈសុជីវធម៌សិលធម៌ហើយអស់លោកបកែបណ្ណាក៏បានដែរតាមគំនិតតាមប្រាជ្ញាហើយកុំយកកម្លាំងបាយមកប្រើមួនណារ៉េតចាញ់ហើយបើអស់លោកបកែប្រើសតិសម្បញ្ញៈជាមនុស្សកុំប្រើជាសត្វធាតុតែអស់លោកសប្ងៃនេះជាសត្វធាតុបាត់ទៅហើយខ្ញុំបានធីបចោលលែងនឹកនីហើយក៏ប៉ុន្តែរាល់ពេលដែលខ្ញុំនឹកឃើញអំពីការជេរបតិចផ្ដាសាម្ដាយខ្ញុំព្រោះវីដេអូហ្នឹងយូរវាអណ្ដែតមកម្ដងវាអណ្ដែតមកម្ដងព្រោះវានៅលើបណ្ដាញសង្គមវាធ្វើឲ្យរបួសនៅក្នុងដួងចិត្តខ្ញុំគ្មានថ្ងៃបំភ្លេចបានទេអានេះហើយដែលខ្ញុំគិតថាអស់លោកថោកទាបណាស់ថោកទាបលើសសត្វដេរឆានទៅទៀតព្រោះអីអស់លោកប្រមាថការទៀនម្ដាយខ្ញុំដែលគ្មានកំហុស
ឥឡូវបើឧទាហរណ៍ថាម្ដាយខ្ញុំឪពុកខ្ញុំជំរុញឲ្យខ្ញុំធ្វើដូច្នេះជំរុញឲ្យខ្ញុំនិយាយអញ្ចេះជំរុញឲ្យខ្ញុំអីអញ្ចេះអាហ្នឹងបើយើងរកផុសតានឹងឃើញក៏យើងគិតថាអូសមហេតុសមផលទៅរករឿងក៏ប៉ុន្តែអ្នកឯងក៏គ្មានសិទ្ធជេរបតិចហែកផ្ដាសាហៅគាត់សិតតែសំផឹងហៅគាត់សិតតែអីចឹងបានដែរព្រោះអ្នកឯងថោកទាបលើសសัตว์ដេរឆានទៅទៀតខ្ញុំគាត់តែនិយាយប៉ុណ្ណឹងឯងហើយសូមឲ្យបងប្អូនមើលមនុស្សផងគាំទ្រមនុស្សបែបដេរឆានបែបនេះបងប្អូនកំពុងតែធ្វើឲ្យតម្លៃជាតិសាសន៍នេះក៏ធ្លាក់ដែរមួយថ្ងៃអូសអត់រំលងទេក្រុមដេរឆានទាំងនេះបងប្អូនគាំទ្របងប្អូនលើកពីបញ្ហាអូគេជួយរឿងជាតិគ្មានទេមនុស្សតែដេរឆានគឺមានគំនិតទុច្ចរិតអីមួយគឺដើម្បីតែបំពេញមហិច្ឆតាដេរឆានរបស់ខ្លួនទេហើយបងប្អូនតាមហ្នឹងគឺថ្ងៃណាមួយបងប្អូននឹងខ្លាយទៅជាជនរងគ្រោះរបស់ជនដេរឆានទាំងនេះជាក់ជាមិនខានគ្រាន់តែវាអត់ទាន់ដល់វេនបងប្អូនតែប៉ុណ្្នឹងឯងបាទឥឡូវខ្ញុំសុំទោសដែលពេលខ្លះវាខ្ញុំក៏ជាមនុស្សដែរបងប្អូនខ្ញុំមិនមែនទេវតាទេសូម្បីតែប្រវេសន្តរមិនក៏នៅតែមានរឿងជាមួយនឹងតាជូជក់ដែលតាក់ទងនឹងការធ្វើបាបជាលីក្រស្នាដែលសុកចិត្តបកគលឲ្យកូនទាំងពីរទៅក្រោមការគ្រប់គ្រងរបស់តាជូជក់ដើម្បីត្រាស់ដើម្បីសម្រេចដំណើរបរិនិព្វានឬក៏ត្រាស់ដឹងរបស់ព្រះអង្គក៏ប៉ុន្តែនៅតែមិនអាចទ្រាំបាននៅពេលដែលគេធ្វើបាបកូនរបស់ខ្លួននេះកូនផងចុះខ្ញុំម្ដាយរបស់ខ្ញុំចុះបើគេជេរម្ដាយឪពុកម្ដាយរបស់លោកឈឺចាប់ទេគាត់ដឹងរឿងអីការងារគាត់ជាមនុស្សចាស់គាត់តាមសមាជីវអញ្ចឹងបានខ្ញុំថាយើងបើក្លាហានជាមនុស្សយើងនិយាយតែត្រឹមបុគ្គលដែលពាក់ព័ន្ធបានហើយខ្ញុំអត់មានខ្លាចអស់លោកទេអត់មានខ្លាចនៅក្នុងការតស៊ូមតិនិយាយរឿងស្អីគេពីបញ្ហាសង្គមពីបញ្ហាឡើងមកកុំថាផែងវណ្ណៈកុំថាសានប៊ុនធឿន100នឹង1លាននឹងទៀតក៏បានដែរពីគណៈបកប្រជាជនសើពួកបាតផ្សារនឹងឡើងមកប៉ុន្តែបងប្អូនខ្ញុំសោកស្ដាយអ្នកទាំងអស់នេះគឺខ្ញុំចាត់ទុកថាជាមនុស្សដេរឆានខ្ញុំធីបចោលអស់ហើយទាំងបាតផ្សេងអីចេញមកអូយច្រើនខ្ញុំអត់មានដុំថ្មចោលឆ្កែទេគ្រាន់តែថាពេលខ្លះខ្ញុំគ្រាន់តែចង់ផ្ញើសារថាកុំអោយជ្រុលហួសពីអ្វីដែលហួសបន្ទាត់ក្រហមហ្នឹងឲ្យអស់លោកភ្ញាក់កំណើតថាអស់លោកធ្វើភ្លឺផ្ដេសផ្ដាស់ណាឥឡូវបន្តទៅទៀតបងប្អូនតាក់ទងនឹងលោក Christopher Anderson ខ្ញុំបានបញ្ចប់ទៅហើយឥឡូវនេះខ្ញុំគ្រាន់តែចង់និយាយថាជាក្តីសង្ឃឹមសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងត្រូវចាំថាកម្ពុជាយើងមិនអភ័ព្វពេកទេបងប្អូនយើងអភ័ព្វមែនហើយដែលបានមេដឹកនាំបែបសពថ្ងៃក៏ប៉ុន្តែយើងមិនអភ័ព្វខ្លាំងពេកទេព្រោះសហគមន៍អន្តរជាតិក៏គេមិនឆោអបដៃមើលយើងរហូតដែរហើយក៏គេមើលឃើញអំពីទង្វើផ្ដេសផ្ដាស់ហ្នឹងហើយខ្មែរយើងនៅក្រៅប្រទេសស្ទើរតែគ្រប់គ្នាក៏គេឈឺចាប់នឹងអ្វីដែលកើតឡើងក៏គេចង់ជួយដែរដូច្នេះនេះជាក្តីសង្ឃឹមដែលបងប្អូនបន្តក្តីសង្ឃឹមទៅទៀតកុំទាន់អស់សង្ឃឹមឥឡូវតាក់ទងនឹងលោកហ៊ុនម៉ាណែតលើកទឹកចិត្តឲ្យបណ្ឌិតចេះបិទមាត់កុំធ្វើខ្លួនឯងចេះគ្រប់រឿងខ្ញុំស្រក់ទឹកភ្នែកបងប្អូនពេលដែលលើឃើញសាររបស់លោកហ៊ុនម៉ាណែតទៅលើកទឹកចិត្តឲ្យបណ្ឌិតចេះបិទមាត់ណាកុំចេះធ្វើអីចេះគ្រប់រឿងលោកហ៊ុនម៉ាណែតអត់បាននិយាយពាក្យហ្នឹងទេបងប្អូនខ្ញុំនិយាយនេះខ្ញុំការពារភាពយុត្តិធម៌ដែរខ្ញុំសរសេរខ្លួនឯងទេខ្ញុំដាក់ថាលោកហ៊ុនម៉ាណែតលើកទឹកចិត្តឲ្យបណ្ឌិតចេះបិទមាត់កុំធ្វើខ្លួនចេះគ្រប់រឿងលោកហ៊ុនម៉ាណែតអត់បាននិយាយពាក្យថាឲ្យបណ្ឌិតបិទមាត់កុំចេះធ្វើរឿងគ្រប់រឿងលោកអត់បាននិយាយចឹងទេតិចថាអូមួងណារ៉េតចេះតែថាលោកហ៊ុនម៉ាណែតបាននិយាយចឹងទេណាហើយចាំខ្ញុំបកស្រាយហេតុអីបានជាខ្ញុំនិយាយចឹងថ្ងៃនេះលោកហ៊ុនម៉ាណែតបានសរសេរសារនៅលើបណ្ដាញសង្គមរបស់គាត់ទៅយកអត្ថបទពី Facebook ដែលអត់មានដឹងថាតើជាអ្នកណាឲ្យប្រកាសទេតែគេដាក់ថាឈ្មោះពូលីលើកទី2ហើយដែលលោកហ៊ុនម៉ាណែតយកអត្ថបទផ្សព្វផ្សាយពីពូលីនេះមកពូលីនេះហ่ะគឺគំនិតរបស់គាត់ភាកច្រើនគំនិតសាមកុកចឹងបានថាខ្មែរយើងអញ្ចឹងថ្នាក់ដឹកនាំរបស់យើងយកគំរូតាមអ្នកដែលសម័យរឿងសាមកុកដែលយកអាស្អីអយុទ្ធសាស្ត្ររាយគ្រាប់អង្គដើម្បីឲ្យថៃចូលមកមន់ថៃចូលមកស៊ីឲ្យក្រុងរត់យកមកទាំងអស់អីអញ្ចឹងអាហ្នឹងរឿងដីបាត់អស់ប្រមាណកន្លែងនឹងអង្គុយសាមកុកហ្នឹងដល់ពេលហើយថ្ងៃនេះគឺគាត់នៅមិនសុខឪពុកគាត់រវល់រឿងចាក់បាល់
ដីគេយកអស់73កន្លែងគឺគាត់រវល់រឿងចាប់បាល់ឥឡូវកូនគាត់អត់មានរវល់ចាក់បាល់ទេគាត់មករវល់រឿងទៅយកអាទិសស្ដី30កុកពីកណនី Facebook ពូលីនឹងយកមកលើកទី2ហើយតែលើកនេះខ្ញុំអត់ទ្រាំមិនបាននៅក្នុងការដែលត្រូវតែផ្សាយគឺដោយសារអីថ្នាក់ដឹកនាំកម្ពុជាយើងតនេពេកឬការងារមកកណោទៅមកពីចិនរឿងប៉ុណ្ណាណីដែលជាការទៅចូលក្នុងនាមជាមេដឹកនាំទៅសន្និសិទស្ដីអំពីបច្ចេកវិទ្យាសិប្បនិម្មិតបញ្ញាសិប្បនិម្មិត AI អីមកដល់និយាយរឿងអត់បានការអញ្ចឹងភ្លាមហើយចាំមើលខ្ញុំដកស្រង់ឲ្យខ្ញុំអានទាំងស្រុងតែម្ដងហើយចាំខ្ញុំបញ្យល់ថ្ងៃនេះគាត់និយាយចេះគាត់ថាបងប្អូនទៅមើល Facebook របស់លោកហ៊ុនម៉ាណែតណាខ្ញុំអត់មែននិយាយខ្លួនឯងទេខ្ញុំយកអ្វីដែលគាត់សរសេរលើ Facebook ឯងគាត់ដាក់ចេះសំទោសគាត់ថាថ្ងៃនេះខ្ញុំទៅបានអានអត្ថបទថ្មីមួយរបស់កណនីឈ្មោះមេតបលីពូសំទោសមិនពូលីអើយខ្ញុំនឹងក៏ពេកដែរវាដូចថាវាអត់ចាប់អារម្មណ៍ដល់យូរទៅប្រច្រាស់លីពូហ្នឹងគឺក្រុម30កុកហ្នឹងហើយគឺជាឈ្មោះដែលគេខ្លែងកណនីមួយដែលអត់ទាំងប្រើឈ្មោះខ្លួនឯងផងហើយត្រូវនាយករដ្ឋមន្ត្រីទៅយកព័ត៌មានពីកណនីដែលអត់មានប្រភពដូចអារឿង The Sunday Guardian លក់មុងឯណាហ្នឹងរដ្ឋាភិបាលទៅយកមកផ្សាយធ្វើជាហេតុផលចង់រំលាយគណៈបកប្រឆាំងអីចឹងចុះតម្លៃថ្នាក់ដឹកនាំយើងនៅកន្លែងណាឆ្ងល់ដែរយើងអត់មានព័ត៌មានឯករាជ្យដែលខ្លួនឯងអាចដកស្រង់បានគឺវាអញ្ចឹងណាទៅដកស្រង់ពីស្អីមេតបលីពូឯណាដែលអត់ដែរស្គាល់ប្រភពសោះបើថាមានឈ្មោះជាមឌិតណាអីណាអញ្ចឹងបើចាស់លីពូហ្នឹងបើលោកហ៊ុនម៉ាណែតជាអ្នកបង្កើតខ្លួនឯងគ្រាន់តែទៅសេទៅហើយជាអាណាមឹកហ្នឹងនៅណាទៅដឹងដូចស្អីគេកាលបកូណាប្របាទនរោត្តមសីហមនុនៅមានបច្ចុប្បន្ននៅឡើយតាក់តងនឹងស្អីមិត្តរួមរិទ្ធរបស់គាត់មានដើមដឹងរួមរិទ្ធហ្នឹងណែណាឃើញតែលោកយកតែដកស្រង់អត្ថបទរួមរិទ្ធហ្នឹងយកមកវាយរដ្ឋាភិបាលឡើងទល់ខ្លួនរហូតដល់លោកហ៊ុនសែនទ្រាំបានតបទៅបកូណារឿងរួមរិទ្ធហ្នឹងឆ្លោះគ្នាបែកខ្ទិះដោយសាររឿងរួមរិទ្ធហ្នឹងឥឡូវមកចេញមេតបលីពូឯណាទៀតឯងគាត់ចង់លេងស្ទីលបកូណាចាស់ឬក៏យ៉ាងម៉េចប្រជាពលរដ្ឋខ្មែរយើងនឹងវល់គ្មានទិសតំបន់ទេដោយសារតែថ្នាក់ដឹកនាំទៅចឹងមិនដឹងជាស្អីទិសតំបន់នៅណានេះខ្ញុំពងតែឆ្ងល់រកឯកសារណាណោះ CNN ABC អាមេរិកឬក៏ NBC NHK ជប៉ុនឬក៏Channel New Asia ឬក៏ NPR របស់រដ្ឋរបស់អាមេរិកឬក៏ថាកាសែតណាឲ្យផ្លូវការឲ្យកុំទៅយកភ្នំពេញប៉ុស្តិ៍ខ្មែរ Times ស្អីគ្មានបានប្រយោជន៍ទេព្រោះកាសែតអស់នេះសិតតែកាសែតត្រជើងរដ្ឋាភិបាលមកអាយុហើយនៅពេលដែលអស់លក់ឲ្យម្ចាស់ថ្មីអីវាអត់មានអញទៅនិយាយទៅយករឿងលីពូមេតបលីពូឯណាធ្វើដោយរឿងហ្នឹងគឺថាសម្បើមមែនតើខ្ញុំលោកហ៊ុនម៉ាណែតប្រហែលជាកំពុងស្ដាប់សារនេះណាលោកហ៊ុនម៉ាណែតវ័យឆ្នាំនេះគឺ50ឆ្នាំដូចខ្ញុំចឹងកើតឆ្នាំរោងដូចគ្នាអាយុ76ដូចគ្នាខ្ញុំអត់ដឹងគាត់បងឬប្អូនខ្ញុំប៉ុន្តែខ្ញុំកើតខែមីនាហេងសុយអាចបងលោកហ៊ុនម៉ាណែតបងខែក៏ប៉ុន្តែមិនអីទេខ្ញុំអត់ចង់ប្រៀបប្រដូចថាអាយុដំណាលគ្នាហេតុអីបានយើងគិតផ្សេងគាត់គិតផ្សឹងទេខ្ញុំចង់និយាយថាលោកជានាយករដ្ឋមន្ត្រីណាមិនមែនជាមនុស្សសាមញ្ញដូចខ្ញុំទេណាមិនមែនជាមនុស្សសាមញ្ញដូចខ្ញុំទេណាបើទោះមនុស្សសាមញ្ញដូចខ្ញុំក៏ខ្ញុំអត់ទៅប៉ាតណាប៉ាតណីដូចលោកហ៊ុនម៉ាណែតចឹងដែរតែលោកជានាយករដ្ឋមន្ត្រីទៅមើលប្រភពផងមេតបលីពូហ្នឹងណាគេកណនី Facebook គ្មានប្រភពគ្មានអីអញ្ចឹងហើយយកមកផ្សាយធ្វើដូចរឿងប្រប៉ាន់មេឃហើយយកមកដាក់នៅក្នុងហ្នឹងគឺជាការគំរាមកំហែងដល់បណ្ឌិតមកកណោចាំមកខ្ញុំនិយាយហេតុអីបានជាគាត់លើកយកមេតបលីពូហើយដូចខ្ញុំនិយាយចឹងថាបើលោកហ៊ុនម៉ាណែតជាអ្នកបង្កើតកណនីនេះក៏គ្មានអ្នកណាដឹងដែរហើយបើកណនីនេះវាអត់មានប្រភពច្បាស់លាស់បែបនេះអត់មានចង់និយាយថាជាឈ្មោះពិតឬជាឈ្មោះរហ័សនាមបែបនេះហើយយើងទៅយកមកដែរហើយចឹងមិនថាទល់ពធអារឿងដី73កន្លែងហ្នឹងនៅហ្នឹងហើយយើងដោះស្រាយរឿងរឿងដុំថ្មចោលឆ្កែសិនតោះលោកហ៊ុនម៉ាណែតគាត់និយាយចេះថ្ងៃនេះខ្ញុំទើបបានអានអត្ថបទថ្មីមួយរបស់កណនីឈ្មោះមេតបលីពូដែលអត្ថបទជាច្រើនរបស់គាត់សរសេរបានល្អណាបាញ់ន័យថាគាត់មើលគ្រប់អត្ថបទរបស់មេតបលីពូហ្នឹងហើយបែបសាប
ងាយយល់ក៏ប៉ុន្តែមានន័យជ្រៅនិងផ្អែកលើទស្សនវិជ្ជាជាក់ស្ដែងទៀតខ្ញុំសូមយកមកផុសបន្តអត្ថបទបែបកំ pl ែងថ្មីមួយនេះអំពីបណ្ឌិតចេះគ្រប់រឿងជូនបងប្អូនអានកំសាន្តដូចខាងក្រោមខ្ញុំចង់ឲ្យបងប្អូនចាប់អារម្មណ៍រឿងពី3ម៉ាត់ដែលលោកហ៊ុនម៉ាណែតនិយាយព្រោះគាត់អត់មាននិយាយអីលើសនឹងទៀតទេគឺគាត់ដកស្រង់ពីមេតបលីពូមកទាំងអស់ទី1គាត់និយាយថាអត្ថបទលីពូហ្នឹងគឺសាបភាសាសាបនេះគឺជាភាសាថ្មីមួយនៅក្នុងបរិបទកម្ពុជាប្រហែលជាមួយឆ្នាំចុងក្រោយហ្នឹងឮគេនិយាយច្រើនណាស់បែបសាបបងប្អូនសាបហ្នឹងគឺដូចជាភាសាអង់គ្លេសថា simple សាមញ្ញងាយសាបស្លៀកពាក់បែបសាបហូបចូលហាងអីបែបសាបបានន័យថាវាមិនគ្រប់ថាអឹកកថឹកវាមិនដូចជាប្រសេកប្រសាចអីពេកល្មមដូចថាស្អីក៏បានលីហាលអីក៏បានដែរណាសាបហូបក្រមរស់អញ្ចឹងភាសាសាបហ្នឹងខ្ញុំប្រើតាមគេទេខ្ញុំមិនដឹងដែរព្រោះយើងទៅអត់ទាន់គេទេស្រុកខ្មែរបើយើងនៅអាមេរិក12ឆ្នាំហើយតែខ្ញុំនៅតែដឹងថាពាក្យសាបហ្នឹងគឺសំដៅទៅលើសាមញ្ញធម្មតាងាយយល់ដូចគាត់និយាយចឹងគាត់ប្រើពាក្យសាបងាយយល់ហើយគាត់ប្រើពាក្យថាមានន័យជ្រៅគាត់ជឿជាក់ទៅលើអ្វីដែលលោកលីពូនឹងនិយាយមេតបលីពូនឹងនិយាយហ្នឹងគឺមានន័យជ្រៅផ្អែកលើទស្សនវិជ្ជាជាក់ស្ដែងទៀតណាសំខាន់គាត់គ្រប់គ្រង 100% អ្វីដែលជាអត្ថបទកំ pl ែងរបស់មេតបលីពូហ្នឹងគឺជាអត្ថបទដែលងាយយល់មានន័យជ្រៅហើយជាក់ស្ដែងត្រូវនឹងបរិបទស្រុកខ្មែរទៀតដែលគាត់លើកទឹកចិត្តឲ្យយើងស្ដាប់ទៅព្រោះគាត់គ្រប់គ្រងហើយចុងក្រោយគាត់ថាអត្ថបទនេះគឺជាកំ pl ែងដើម្បីនិយាយអំពីបណ្ឌិតចេះគ្រប់រឿងណាគាត់ចាប់ផ្ដើមរករឿងបណ្ឌិតចេះគ្រប់រឿងហ្នឹងឲ្យអានស្ដាប់ទៅកុំចេះគ្រប់រឿងពេកហេតុអីបានជាគាត់និយាយបិទមាត់បណ្ឌិតចេះគ្រប់រឿងតោះបណ្ឌិតយើងនៅស្រុកខ្មែរនៅម៉ានអ្នកទៀតដែលខ្ញុំពងឆ្ងល់ដែលអត់មានសោះហើយនឹងបណ្ឌិតអស់ហើយលីងមកស្រុកខ្មែរបណ្ឌិតសពថ្ងៃណាចាំមើលខ្ញុំនិយាយឲ្យនៅឲ្យលឺដែលធ្លាប់បណ្ឌិតកែមលីគេសម្លាប់ចោលបាត់10ឆ្នាំហើយមិនបាច់និយាយទេបណ្ឌិតដែលយើងនៅលឺយូគេហៅម្ដងលោកបណ្ឌិតមាសនេះគេហៅម្ដងហ្នឹងគេទើសទាល់ទេព្រោះគាត់អត់ត្រូវគ្នាជាមួយនឹងទស្សនៈបណ្ឌិត7មករាទេលោកបណ្ឌិតសុកទូចដែលគេហៅឈ្មោះថាជាបណ្ឌិត7មករាពីមុនគាត់ជាបណ្ឌិតមិនមែន7មករាដល់ពេលចូលជាប្រធានបណ្ឌិតសភាគេហៅលោកបណ្ឌិត7មករាដែរបណ្ឌិតកិនភាគាត់នៅបណ្ឌិតសភាដែរគឺពីមុនមកគឺគាត់ក៏មិនសូវហ៊ាននិយាយអីច្រើនដែរបណ្ឌិតកិនភាមកពីភូមិកំណើតជាមួយលោកបណ្ឌិតកែមលីឥឡូវនេះហ៊ាននិយាយខ្លះគេប្រឡែងឲ្យខ្លះប៉ុន្តែម៉ាត់ណាចុងកតុយគឺត្រូវតែបិទកតុយគឺត្រូវតែបន្ទោសមន្ត្រីរាជការសរសើរថ្នាក់ដឹកនាំថាខំធ្វើដោយសារមន្ត្រីក្របលពៅក្របលមុតដែលធ្វើឲ្យថ្នាក់ដឹកនាំពិបាកដឹកនាំអាហ្នឹងលោកបណ្ឌិតកិនភាហ៊ាននិយាយការពិតដែរប៉ុន្តែការពារមេដឹកនាំគ្រប់ម៉ាត់បណ្ឌិតយងពៅបាទបណ្ឌិតយងពៅហ្នឹងគឺឥឡូវហ្នឹងគេឲ្យរហ័សនាមថាបណ្ឌិត7មករាដែរនឹងអត់ឃើញព្រោះតិចពេកឥឡូវមានតែ4មានលោកបណ្ឌិតមាសនេះបណ្ឌិតសុកទូចបណ្ឌិតកិនភាបណ្ឌិតយងពៅបាទសូមទោសបងប្អូនខ្ញុំលោកឲ្យលោកបើបណ្ឌិតស្រុកគេវិញខ្ញុំភ្លេចឈ្មោះតែបណ្ឌិតស្រុកយើងរាប់អស់ម្រាមដៃបានតែ4អស់លីងហ្នឹងឯងឥឡូវបណ្ឌិត3 4នាក់ហ្នឹងដែលឧស្សាហ៍ឃើញគេមានវេទិកាមានអីនេះហ្នឹងអូចេញបណ្ឌិតមួយទៀតមកពីរុស្ស៊ីហើយខ្ញុំសរសើរបណ្ឌិតហ្នឹងណាព្រោះតែមលឺសាររបស់គាត់ប្រហែលខែចុងហើយបណ្ឌិតនេះអត់យូរទេបណ្ឌិតដែលមកពីរុស្ស៊ីដែលខ្ញុំសរសើរនេះសំទោសខ្ញុំអត់សរសើរលោកឲ្យស្លាប់ទេខ្ញុំចង់បង្អាប់លោកឲ្យរស់ដែរក៏ប៉ុន្តែខ្ញុំសរសើរឧត្តមគតិមនសិការជាបណ្ឌិតដែលខ្ញុំសរសើរមួយរូបក្រៅពីបណ្ឌិតមាសនេះគឺមានសុបខ្ញុំរកឈ្មោះតិចសិនបងប្អូនកុំឲ្យអានឈ្មោះគាត់ខុសតកោគាត់ញ៉ិលហេតុអីក៏ភ្លេចលោកបណ្ឌិតយើងវាតិចពេកអត់សូវលឺសោះអូញ៉ិលរដ្ឋាលោកបណ្ឌិតញ៉ិលរដ្ឋាជាអ្នកជំនាញភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិលោកធ្លាប់ទៅរៀននៅរុស្ស៊ីអ្នកទៅរៀនរុស្ស៊ីសិតតែខួរក្បាល7មករាប៉ុន្តែប្លែកតែលោកបណ្ឌិតញ៉ិលរដ្ឋានេះមកវិញគឺគាត់និយាយថ្ងៃនេះពេញចិត្តមែនតើហើយខ្ញុំថាលោកបណ្ឌិតញ៉ិលរដ្ឋានេះអត់យូរទេខ្ញុំឃើញលោកហ៊ុនម៉ាណែតសាររបស់លោកហ៊ុនម៉ាណែតនេះណា
មែនតែនសំដៅទៅលើបណ្ឌិតញ៉ែលរដ្ឋានេះច្រើនជាងព្រោះបណ្ឌិត7មករាដូចលោកកិនភៀលោកសុកទូចលោកយ៉ុងពៅអីគាត់និយាយកាន់តែជើងរដ្ឋាភិបាលមកអាយុហើយចឹងលោកហ៊ុនម៉ាណែតអត់ត្រូវការស្អប់ខ្ពើមអីពួកគាត់ទេតែអាចជាសារផ្ញើដល់លោកបណ្ឌិតញ៉ែលរដ្ឋាហើយចាំខ្ញុំពន្យល់ថាបណ្ឌិតញ៉ែលរដ្ឋាហ្នឹងគាត់និយាយអីបានធ្វើឲ្យលោកហ៊ុនម៉ាណែតហ្នឹងមកយកអារឿងស្អីគេអឺតាក់តងនឹងរឿងមេតបលីពូនោះមកនិយាយហើយជារឿងកំ pl ែងតោះឥឡូវកុំឲ្យខាត់ពេលយូរលោកហ៊ុនម៉ាណែតយករឿងរបស់មេតបលីពូដែលជារឿងកំ pl ែងនេះដែលមានខ្លឹមសារដូចតទៅលោកមេតបលីពូគាត់ទៅសេចេះអង្គុយស្ដាប់បណ្ឌិតម្នាក់ឡើងវិភាគក៏នឹកឃើញរឿងបណ្ឌិតនិងអ្នកចែវទូករឿងចិនណែអញ្ចឹងលោកថាអង្គុយហ្នឹងខ្ញុំហ្នឹងលោកហ៊ុនម៉ាណែតទៅដកស្រង់ពីកណនី Facebook របស់មេតបលីពូហ្នឹងណាហើយមេតបលីពូហ្នឹងគាត់ទៅសេចេះអង្គុយស្ដាប់បណ្ឌិតម្នាក់ឡើងវិភាគក៏នឹកឃើញដល់បណ្ឌិតសំទោសក៏នឹកឃើញដល់រឿងបណ្ឌិតនិងអ្នកចៅទូករឿងនេះតែលើកខ្ញុំលើកទី1ដែរតាមពិតខ្ញុំចេះរឿងកំ pl ែងច្រើនណាស់រាប់ពាន់កំ pl ែងតែរឿងកំ pl ែងនេះជារឿងថ្មីមួយសម្រាប់ខ្ញុំអរគុណលោកហ៊ុនម៉ាណែតដែរដែលចែករឿងកំ pl ែងពីមេតបលីពូខ្ញុំដែរទៅមើល Facebook របស់មេតបលីពូនឹងទេព្រោះខ្ញុំដឹងថា Facebook ណាក៏ដោយឲ្យតែមានឈ្មោះរហស្សនាមហ្នឹងគឺខ្ញុំជាអ្នកកសែតគឺខ្ញុំទាត់ចោលហើយព្រោះអីយើងទៅក្លាហានប៉ុណ្ណាទៅដើម្បីជួយជាតិសំបីតែឈ្មោះរបស់ខ្លួនយើងហ្នឹងក៏យើងកែទៅជារហស្សនាមបាត់ទៅហើយហ្នឹងយើងលាក់ឈ្មោះដូចកែបនៅក្នុងស្នូកណាកែបដូចដើកក្នុងស្នូកហ្នឹងតើវាមានន័យអីដើម្បីយកមកពិចារណាចឹងបានថាវាយើងនឹងទៅឲ្យកិត្តិយសគាត់ពេកឥឡូវនាយរដ្ឋមន្ត្រីឲ្យកិត្តិយសទៅដល់កណនីរហស្សនាមអញ្ចឹងគាត់ថារឿងបណ្ឌិតនិងអ្នកចែវទូកហ្នឹងគឺនៅស្រុកចិនគាត់ថាពេលជិះទូកឆ្លងទន្លេក្រុមបណ្ឌិតគេនាំគ្នាពិភាក្សាគ្នាសុកក៏ចាប់ផ្ដើមសួរសំណួរជាច្រើនទៅអ្នកចែវទូកហ្នឹងតាមពិតបណ្ឌិតហ្នឹងគេជិះទូកអ្នកចែវទូកហ្នឹងគេចែវទូកដឹកបណ្ឌិតយើងបណ្ឌិតនៅចិនណារឿងយូរហើយរឿងបុរាណរឿងកំ pl ែងចែវទូកគេជជែកគ្នាពីរឿងនេះពីរឿងនោះចឹងដល់ពេលមិនដឹងសុកអីស្រាប់តែបណ្ឌិតនោះអស់រឿងអីសួរក៏ទៅសួរអ្នកចែវទូកនឹងលេងគាត់សួរចេះដោយសារអីអឺដឹងថាអ្នកចែវទូកនឹងទី1អត់មានចំណេះដឹងអីជ្រៅជ្រះទេទី2ក៏អត់មានបទពិសោធន៍ទី3គឺគ្មានទាំងឱកាសរៀនសូត្រសិក្សាអីបានត្រឹមតែប្រើកម្លាំងរស៊ីចែវទូកចិញ្ចឹមធ្វើម៉េចគាត់ទៅសួរសំណួរជ្រៅអីសួរមិនកើតទេសួរសំណួរសាបរាក់ហ្នឹងទៅអូខេដូចសួរសំណួរជ្រៅដល់បណ្ឌិតអីវាទៅសួរអ្នកចែវទូកអីវាកើតអញ្ចឹងណាហ៎ក្រុមបណ្ឌិតហ្នឹងក៏និយាយថាអ្នកចែវទូកឯងអត់បានសិក្សាជីវិតបរាជ័យគឺ50%ហើយបានន័យថានិយាយប្រាប់ទៅអ្នកចែវទូកហ្នឹងថាចែវទូកអញ្ចឹងអត់បានរៀនសូត្រអត់មានចំណេះជំនាញអីក្នុងខ្លួនអញ្ចឹងគឺក្នុងជីវិតអ្នកឯងគឺបរាជ័យ50%បាត់ទៅហើយការងារធ្វើអត់ការងារធ្វើសំទោសអត់ដែលធ្វើការងារបានន័យអត់ដែលធ្វើការងារសង្គមអត់ដែលធ្វើការងារក្នុងប្រូអត់ដែលចូលប្រឡូកក្នុងនយោបាយអីចៅតទូកហ្នឹងអត់បត់ពិសោធន៍អាហ្នឹងបរាជ័យ25%ទៀតអញ្ចឹងជីវិតរបស់អ្នកចៅទូកហ្នឹងបើនិយាយដោយការគិតរបស់បណ្ឌិតគឺបរាជ័យ75%ហើយនៅសល់តែ25%ទៀតទេហើយបើនិយាយពីពឹងលើមុខរបរតែចៅទូកមួយនិងឱកាសជោគជ័យក្នុងជីវិតគឺមានតែ25%នឹងតែប៉ុណ្ណឹងឯងអញ្ចឹងបណ្ឌិតហ្នឹងគេនិយាយអញ្ចឹងគឺសាបអញ្ចឹងគឺចៅទូកអត់រៀនជីវិតបរាជ័យ50%អត់បានបទពិសោធន៍អត់បានចូលរួមក្នុងសង្គមអីច្រើនទៀតបរាជ័យ25%ទៀតអញ្ចឹងជីវិតជោគជ័យឱកាសមានតែ25%ហ្នឹងបានន័យថាបរាជ័យឯងមិនអញ្ចឹងព្រោះអីជីវិតយើងតែឱកាសតាក្រោម50%គឺអត់ឱកាសហើយបានន័យថាប្រឡងដូចយើងប្រឡងចឹងបងប្អូនថាបើយើងប៊ីសជាប់49.9បានន័យថាធ្លាក់ហើយបងប្អូនជាប់មួយយ៉ែនត50អញ្ចឹងបើប៊ីសធ្លាក់អាច50គត់ប៊ីសធ្លាក់អាហ្នឹងយើងជាប់តែនេះបានតែ25%ចឹងបានន័យថាជីវិតរបស់អ្នកចែវទូកហ្នឹងគឺបរាជ័យហើយធ្លាក់ហើយក្នុងន័យរបស់បណ្ឌិតអញ្ចឹងគាត់បន្តទៀតអ្នកចែវទូកទោះបីជាគេនិយាយឌៀមដាមវិភាគពីជីវិតគាត់យ៉ាងណាក៏គាត់មិនខ្ចីមាត់បានតែត្រឹមញញឹមហើយប្រឹងចែវទូកទៅមុខធម្មតាបងប្អូនត្រូវស្ដាប់ឃ្លានេះឲ្យមែនតើណាព្រោះឃ្លានេះគឺជាឃ្លាពេញចិត្តរបស់លោកហ៊ុនម៉ាណែតហើយ
អ្នកចៅទូកទោះបីជាគេនិយាយឌៀមដាមវិភាគជីវិតគាត់យ៉ាងណាក៏គាត់មិនមាត់បានត្រឹមតែញញឹមហើយប្រឹងចៅទូកទៅមុខធម្មតារហូតដល់កណ្ដាលទន្លេគាត់ក៏បង្អង់ទូកហើយស្រែកសួរក្រុមបណ្ឌិតអញ្ចេះមើលលោកបណ្ឌិតខ្ញុំសួរមកសំណួរបានទេបណ្ឌិតក៏ឆ្លើយវិញសួរមកសួរសំណួរអីក៏បានដែរព្រោះគេជាបណ្ឌិតនោះដែលតល់ហើយអ្នកចៅទូកក៏សួរទៀតថាលោកបណ្ឌិតទាំងអស់គ្នានឹងមានចេះហែលទឹកឬទេបណ្ឌិតក៏តបថាមនុស្សរស់នៅដីគោករៀនសូត្រតែរហូតមានចេះពេលឯណាមកចេះហែលទឹកពលរវល់រៀនអ្នកចៅទូកក៏ស្រែកប្រាប់វិញថារៀនដល់បណ្ឌិតចេះប៉ុណ្ណឹងដែរតែភ្លើមិនព្រមរៀនហែលទឹកមេឃខ្មៅហើយព្យុះមកហើយបើលោកបណ្ឌិតមិនចេះហែលទឹកទេឱកាសជោគជ័យរបស់លោកបណ្ឌិតទាំងអស់ហ្នឹងគឺស្មើនឹង0និយាយរួចអ្នកចៅទូកក៏លោតទឹកក៏លោតសំទោសនិយាយរួចអ្នកចៅទូកក៏លោតទឹកហែលទៅរកច្រាំងឯបណ្ឌិតក៏ត្រូវព្យុះបក់បោកផាត់ស្លាប់តៃហោងទៅអើយអញ្ចឹងលោកមេតបលីពូហ្នឹងក៏គាត់បញ្យល់ទៀតថាពាក្យខ្មែរយើងនិយាយថាសេដ្ឋីគេនៅខ្វះអំបែងបណ្ឌិតនៅមានពេលខ្លះល្ងងមិនមែនគ្រប់បណ្ឌិតនិយាយមកសុទ្ធតែត្រូវទេបណ្ឌិតគ្រាវជ្រូកខ្លះនិយាយចេញមកអន់ជាងអ្នកចៅទូកនឹងផងបើយើងជំនាញសេដ្ឋកិច្ចវិភាគតែសេដ្ឋកិច្ចទៅកុំវិភាគរឿងយុទ្ធសាស្ត្រតបវាយលុកឬដកថយជាការសម្រេចចិត្តរបស់មេបញ្ជាការទិសខាងមុខសម្រេចចិត្តដោយសារយោងតាមសភាពការជាក់ស្ដែងកុំបានកាន់ក្បាលមីក្រូពុលទឹកមាត់ក៏និយាយថាចាំកើតបណ្ឌិតសិនចាំរិះគន់បណ្ឌិតអត់ទេត្រឹមតែអ្នកចៅទូក៏រិះគន់បានដែរអាហ្នឹងពាក្យរបស់មេតបលីពូពេញចិត្តលោកហ៊ុនម៉ាណែតទាំងអស់ឥឡូវខ្ញុំពន្យល់ហេតុអីបានជាខ្ញុំដាក់ចំណងជើងថាលោកហ៊ុនម៉ាណែតលើកទឹកចិត្តឲ្យបណ្ឌិតចេះបិទមាត់កុំធ្វើខ្លួនចេះគ្រប់រឿងខ្ញុំស្រក់ទឹកភ្នែកនៅពេលដែលក្តីសង្ឃឹមទៅលើមេដឹកនាំកម្ពុជាលោកហ៊ុនម៉ាណែតនេះខ្ញុំអស់សង្ឃឹមដំបូងឡើយខ្ញុំសង្ឃឹមគាត់ច្រើនណាស់ព្រោះគាត់ជាបញ្ញវន្តមួយរូបបានមករៀននៅ West Point នៅអាមេរិកអីនេះទៀតណាមកដល់នៅក្នុងទឹកដីអាមេរិកនៅ New York អីហ្នឹងគឺចូលរៀននៅ West Point សាលាយោធាដែលបណ្ដុះបណ្ដាលជំនាញមនុស្សឲ្យយល់ពីវិជាយោធាពិសិដ្ឋមនុស្សពីប្រជាធិបតេយ្យរស់នៅក្នុងរបបប្រជាធិបតេយ្យលោកដឹងលោកអីច្បាស់អស់ហើយទៅរៀននៅប្រទេសអង់គ្លេសណានោះចក្រភពអង់គ្លេសមានសញ្ញាបត្រអនុបណ្ឌិតអីនៅនឹងទៀតខ្ញុំពេញចិត្តឮសូរគាត់កាន់ជាតំណែងនាយករដ្ឋមន្ត្រីហើយពីឪតកូនហើយទៅតកូលអីតកូលដូចខ្ញុំប្រាប់ចឹងខ្ញុំអត់ខ្វល់តកូលណាកាន់ប្រទេសទេតកូលហ៊ុនតកូលសុកតកូលទាតកូលរុងតកូលកឹមតកូលសតកូលមៀកតកូលថាច់តកូលចៅតកូលអីក៏ដោយកាន់ចោះប្រទេសកម្ពុជាហ្នឹងឲ្យតែខ្មែរយើងមានប្រជាធិបតេយ្យបានសុខទាំង18លាននាក់អត់អីទេខ្ញុំសប្បាយចិត្តតែកាលពីដំបូងហ្នឹងថាគាត់ជាបញ្ញវន្តអីដែរតតែឡើងកាន់អំណាចភ្លាមខកចិត្តស្ដោកហ្មងព្រោះដឹងថាគាត់ជាអាយ៉ងរបស់លោកហ៊ុនសែនហើយបើសិនជាគាត់ថាបើជាលោកហ៊ុនសែនមកយើងដឹងថាគាត់ចឹងដល់ពេលកូនទៅជាអាយ៉ងទៀតតែយើងសង្ឃឹមអីព្រោះឥឡូវមេអាយ៉ងហ្នឹងកាន់តែចាស់ទ្រុឌទ្រោមទៅទៀតដល់ពេលអាយ៉ងដួលព្រឹបមកមេអាយ៉ងដួលព្រឹបមកអាយ៉ងហ្នឹងគឺវាត្រូវតែដួលភីងប្រជាប្រដ្ឋ18លានអ្នកទៅឯណានេះដែលជាការអស់សង្ឃឹមរបស់ខ្ញុំណាហើយដល់ឥឡូវគាត់បាញ់បញ្ជាក់ឲ្យអស់សង្ឃឹមនឹងពីមួយថ្ងៃទៅមួយថ្ងៃទៀតគឺអត់មានធ្វើអីឲ្យប្លែកពីលោកហ៊ុនសែនទេអង្គុយកាន់ចកោតឲ្យលោកហ៊ុនសែនកាច់ចកោតហើយនឹងអង្គុយអោបដៃទៅក្រោយនឹងហើយងាកសួររហូតហើយឪពុកនឹងក៏តែអញ្ចឹងដែរបើដឹងថាកូននឹងចង់លើកទៅខ្លួនឯងអាយុ70ជាងហើយរស់នៅបានប្រហែលឆ្នាំទៀតពេលចង់បន្តឲ្យសល់គេមរតកដើម្បីបង្រៀនកូនឲ្យចេះស្ទូចត្រីអត់ទៀតនៅបេះត្រីបចុកកូននឹងទៀតហើយអាយុប្រហែល70ដោយគាត់ទៅហើយសុខភាពមិនធាប្រមាណឆ្នាំទៀតបើគាត់រស់ដល់អាយុ120ក៏ដោយតែចាប់ពី70ទៅអាសតិបញ្ញាស្មារតីយើងវាចុះដូចឡានចាស់អញ្ចឹងយើងត្រូវការឲ្យក្មេងជំនាន់ក្រោយមកកសាងយើងធ្លាប់ធ្វើអាយ៉ងហ្នឹងឥឡូវយើងទ្រុឌទ្រោមហើយយើងកាន់ដៃចាប់ផ្ដើមញ័រហើយចោះដល់ពេលអត់ពីយើងទៅអាយ៉ងហ្នឹងមិនធ្លាក់ទៅដីលែងធ្វើអីកើតអត់ព្រមរឲ្យបរៀនឲ្យស្ទូចត្រីនៅបចុកត្រីហើយលោកហ៊ុនម៉ាណែតហ្នឹងហាមាត់ចង្រង់
ចាំហូបត្រីឪបច្ចុកអត់មានតតាំងអត់មានដោះស្រាយធ្វើអីឲ្យខុសឪអីអត់ទេឪថាម៉េចគឺកូនថាអញ្ចឹងមានតែធ្វើលើសឪទៅទៀតហើយដល់ពេលអញ្ចឹងទៅខកចិត្តហ្មងខ្ញុំខកចិត្តមែនតើដូចខ្ញុំនិយាយអញ្ចឹងកាន់ទៅអត់អីទេប៉ុន្តែខកចិត្តទាំងអត់មានធ្វើអីឲ្យខុសហើយខ្ញុំថាហេតុអីបានជាគណៈបកប្រជាជនកម្ពុជាធ្លាក់ដល់ចំណុចនេះសិល្បៈនៅក្នុងការធ្វើនយោបាយគេដឹងយើងបោកប្រជាប្រដ្ឋគ្រប់តែរឿងទេក៏ប៉ុន្តែឲ្យបោកឲ្យសមយើងទៅមើលកុនណាបងប្អូននយោបាយនៅស្រុកខ្មែរដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជារាប់សប្តាហ៍ហ្នឹងយើងដូចយើងទៅមើលល្ខោនមើលកុនអញ្ចឹងបងប្អូនយើងមើលកុន Hollywood ណាយើងមិនដឹងថាគេកុហកទេបងប្អូនមិនមែនជាភាពយន្តឯកសារទេគឺកុនគឺយើងទៅមើលឃើញតួនឹងកំសត់យើងយំយើងអីយើងខឹងយើងអីតាមគេដោយសារសិល្បៈនៅក្នុងការសម្ដែងកុនយើងមិនមែនល្ងង10គត់មិនដឹងថាទៅមើលកុនហ្នឹងគេកុហកទេយើងដឹងតាប៉ុន្តែយើងសរសើរស្នាដៃនិពន្ធកុនស្នាដៃដឹកនាំរឿងស្នាដៃសម្ដែងស្នាដៃស្លៀកពាក់ស្នាដៃធ្វើឲ្យដូចការពិតគឺយើងពេញចិត្តគ្រប់រឿងនៅក្នុងសេណារីយ៉ូនៃសាច់រឿងនឹងឲ្យបានជាសិល្បៈនៅក្នុងការផលិតកុនគឺគេសម្ដៅទៅលើអញ្ចឹងតួឆ្នះគឺឆ្នះតួកំ pl ែងគឺកំ pl ែងធ្វើឲ្យយើងពេលខ្លះចង់ចោលដបទឹកសុទ្ធទៅមើលតារាសម្ដែងណាអីចឹងចូលតួដោយសារអីសិល្បៈនៅក្នុងការសម្ដែងឲ្យយើងអ្នកមើលនឹងជឿគេដឹងតាកុនហ្នឹងគេដឹងតាល្ខោនតាតែអស់លោកពីអ្នកឪកូនអត់មានចេះសម្ដែងអីសោះហ្មងគឺថាគឺងាប់កាឡាឪថាម៉េចកូនត្រូវតែធ្វើអញ្ចឹងអត់មានងាកជានាយករដ្ឋមន្ត្រីអត់មានធ្វើអីបានក្រៅតែពីចាំតែឪប្រាប់ហើយអញ្ចឹងប្រជាពលរដ្ឋខកចិត្តចុះសំដែងខ្លះទៅឪនិយាយ10យើងធ្វើ5ទៅប្រជុំទាស់ឪ5វិញទៅឲ្យប្រជាពលរដ្ឋនឹងមានទឹកចិត្តថាណែកូនគេមិនមែនដូចឪទេណាបើយើងមិនពេញចិត្តអីក៏ដោយគេធ្វើប្លែកអត់សោះតែម្ដងគឺខ្លាចគ្រប់រឿងតែម្ដងគឺឪថាអីធ្វើនឹងឪថាអីធ្វើដូចទីងម៉ងហ្មងថាយើងថាអាយ៉ងវាយ៉ងហើយតែនេះទីងម៉ងទៀតបើអាយ៉ងគ្រាន់បើមានខ្សែញាក់តែយើងជាទីងម៉ងហ្មងណាបងប្អូនអត់មានខ្យល់បក់អីសោះឬក៏អីនៅនឹងថ្កល់ចឹងហ្មងបើខ្យល់បក់មកគ្រាន់តែវិចវើកអីចឹងទៅងាប់ហ្មងជានាយករដ្ឋមន្ត្រីចឹងងាប់ហើយធ្វើខ្លះទៅអត់មានទៅខ្លាចអំណាចលោកហ៊ុនសែនជាឪពុកនឹងអីទេយើងជានាយករដ្ឋមន្ត្រីតាធ្វើទៅរឿងស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអត់ត្រូវការគណៈបកណាមកបញ្ជាយើងទេយើងប្រើមនសិការឧត្តមកតេសម្បញ្ញញ្ញៈពិភពលោកគេថ្កោលទោសយើងហើយដោះលែងអ្នកទោសមនសិការអត់ចាំបាច់ស៊ូឪទេដោះលែងឲ្យលោកកម្មសខាមានសិទ្ធិនយោបាយដោះលែងឲ្យលោករងឈុនមានសិទ្ធិនយោបាយដោះលែងហើយមកប្រកួតមកខ្លាចម៉េះលោករងឈុនហ្នឹងលោកហ៊ុនម៉ាណែតកម្លាំងស្មើនឹងខ្ញុំអាយុ50ឆ្នាំលោករងឈុនអាយុ60ហើយ50ជាងហើយចិត្ត60ហើយលោកកម្មសខាដូចចិត្តដែរហើយទៅខ្លាចស្អីកម្លាំងប៉ុនគ្នាវាយទៅយើងមើលចិត្តជាកីឡាករតិចទៀតចូលដល់រឿងកីឡាករខ្មែរនៅអូស្ត្រាលីខុសគីឡូគ្នាតែ2គីឡូអត់ឡើងវាយគ្នាផ្អើលពេញស៊ីដនីចាំខ្ញុំពន្យល់ចិត្តជាកីឡាករគឺគេចង់បានយុត្តិធម៌ក៏ប៉ុន្តែយើងចិត្តជាកីឡាករគឺយើងទៅខ្លាចអ្នកដែលមានវ័យចាស់ជរាជាងយើងទៅវិញណាវាគេចំពោះខ្ញុំវិញណាវាគួរតែលោករងឈុននិងលោកកម្មសខាទេដែលឡំប៉ាមិនហ៊ានប្រកួតជាមួយលោកហ៊ុនម៉ាណែតដែលក្មេងជាងអាយុទៅ50គេនេះវាអាយុ60 70អស់ហើយវាគួរតែខាងនោះមកឡំប៉ាខាងនេះវាទៅជាលោកហ៊ុនម៉ាណែតនឹងទៅឡំប៉ារឿងគេអាយុចាស់ជាងអត់ហ៊ានប្រកួតវិញហាក់ទៅនៅស៊ីដនីកីឡាករយើងឡុងសំណាងទៅវាយជាមួយកីឡាករខ្មែរអូស្ត្រាលីលើសគីឡូគ្នាតែ1គីឡូ9ខាំអត់ដល់2គីឡូផងយើងអត់វាយដោយសារតែវាអត់យុត្តិធម៌វាចង់ឲ្យគីឡូ60ប្រមាណ68នឹងស្មើគ្នាអត់ដោយសាររឿងហ្នឹងវាយគ្នាផ្អើលឥឡូវនេះចាំខ្ញុំផ្សាយបន្តិចទៀតខ្ញុំផ្សាយរឿងហ្នឹងហើយដល់យើងជាកីឡាករដែរយើងអត់យល់ខ្ញុំខកចិត្តហ្នឹងគឺរឿងអញ្ចឹងទេខ្ញុំចង់ឲ្យលោកហ៊ុនម៉ាណែតហ្នឹងចេះធ្វើគេហៅ bad cops good cops bad cops good cops ហ្នឹងគឺបានន័យថាជារឿងមួយដែលគេសម្ដែងធ្វើចិត្តល្អខ្លះចិត្តអាក្រក់ខ្លះនៅក្នុងគណៈបកកណ្ដាលអំណាចហ្នឹងក៏ឲ្យក្រុមណាមួយនៅក្នុងរដ្ឋសភា120នាក់ដែលទេសមាជិកសភា120នាក់រសមាជិកសភាគណៈបកប្រជាជនម្នាក់ដើម្បីឲ្យប្រឆាំងនៅក្នុងគ្នាគាត់អត់មានដែលទេបងប្អូននៅស្រុកអាមេរិកនេះណាលោកត្រាំមហាផ្ដាច់ការ
គាត់ចង់ដកណាក៏បានដែរតំណាងរាស្ត្រណាចៅក្រមណាតែគាត់ពុំមានហ្នឹងគឺចែកជើងគ្នាក៏ប៉ុន្តែតំណាងរាស្ត្ររបស់គណៈបកកណ្ដាលអំណាចរបស់លោកត្រាំណាគេមិនដែលស្ដាប់តាមលោកត្រាំធ្វើខុសគ្រប់រឿងទេគេតវ៉ាគេជំទាស់រហូតដល់ចុងក្រោយទៅបោះឆ្នោតគ្រប់គ្រងគណៈបកប្រឆាំងនៅក្នុងរដ្ឋសភាដើម្បីខ្ទាស់នឹងការធ្វើសង្គ្រាមនៅអ៊ីរ៉ង់ឯណានោះទៀតណាខ្ទាស់គណៈបកប្រឆាំងគេលោតមកចូលគ្រប់គ្រងគណៈបកសំទោគណៈបកកណ្ដាលអំណាចលោតចូលមកគណៈបកប្រឆាំងហើយគេមានតែខ្លាចបាត់តំណែងអីមិនមែនលោកត្រាំនឹងជាអ្នកឲ្យតំណែងគេណាតំណែងបានមកពីការប្រជាពលរដ្ឋបោះឆ្នោតឲ្យហ្នឹងតែខ្មែរយើងវិញប្រជាពលរដ្ឋបោះឆ្នោតឲ្យគណៈបករើសអានឹងឲ្យប្រព័ន្ធគេហៅសមាមាត្រអត់ឯកតបុគ្គលឯកតនាមតបោះទៅបោះឲ្យគណៈបកប្រជាជនដើររើសទៅមន្ត្រីណាបានលុយបានអីជួយជួយអីច្រើនឲ្យជាប់ជាសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភាទៅលើកតដៃហ្នឹងលើកតដៃគ្រប់តែគ្នា120នាក់លើកតដៃបើព្រឹទ្ធសភាវិញសុទ្ធតែមើលដោយអង្គញាប្រហែលអ្នកកុកអានលីយ៉ុងផាត់សុទ្ធតែជាប់ក្នុងបញ្ជីខ្មៅជនសង្ស័យរឿងអក្រិតកម្មឆ្លងដែនហើយសុទ្ធតែសមាជិកព្រឹទ្ធសភាអាស្រូវគេនៅក្នុងរដ្ឋសភាក្នុងព្រឹទ្ធសភាដោយសារតែមន្ត្រីអស់ទាំងនោះហើយបើថាមានការងារបោះឆ្នោតអីលើកតដៃទេអត់ដែលជំទាស់ចុះហេតុអីបានជាអស់លោកមិនដឹងថាវាជាឆាកល្ខោនទេហេតុអីក៏មិនសម្ដែងឲ្យបងប្អូនមើលលេងស្រាប់តែគាត់ទៅលេងមែនតែនហ្មងអាហ្នឹងដូចរឿងកំ pl ែងដែលអីម្នាក់អីដែលឡើងទៅលេងកំ pl ែងភ្លេងស្គរទ្រុងទុងឆាំងមកស្រាប់ដល់ពេលចូលដល់តួដែលត្រូវមាននប់ហ្នឹងឲ្យទៅវាយយៈវាយអីហ្នឹងគឺអត់ឲ្យឈ្នះយៈទេគឺវាយបន្តិចបន្តួចទៅដួលទៅយៈចាក់យៈអីចឹងទៅស្លាប់បាត់ស្មារតីស្រាប់តាមលេងធាក់យៈយោខុសអាក្នុងការសម្ដែងគេទៀតធាក់យៈឡើងចងាប់ចង្អល់ដួលបកាច់បកិនខុសឈុតឆាកនៅក្នុងការសម្ដែងដល់ទៅពេលមេលខោនមកសួរមិនបានធ្វើផ្ដេសផ្ដាស់មកធាក់យៈឡើងចង់ទ្រាំខ្លួនទល់ផ្អកបែបនេះរឿងឈុតហ្នឹងគឺអ្នកឯងត្រូវស្លាប់គាត់ថាអត់មានធ្វើស្លាប់បានទេព្រោះអីគូតដឹងគាត់ហើយនឹងអនាគតម្ដាយក្មេងគាត់លក់នំបញ្ចុកនៅក្រោមកំពុងតែមើលអញ្ចឹងគាត់ត្រូវបង្ហាញអំពីភាពខ្លាំងរបស់គាត់ណាទៅជាអញ្ចឹងដោយរឿងកំ pl ែងអញ្ចឹងវិញណាបងប្អូនគេឲ្យលេងគឺគេឲ្យសម្ដែងយើងទៅលេងមែនតែនឥឡូវលោកហ៊ុនម៉ាណែតហ្នឹងគេឲ្យសម្ដែងអត់សម្ដែងគណៈបកប្រជាជនហ្នឹងខ្វះណាស់ហើយក្រុមគណៈបកប្រជាជនហ្នឹងមានតែរតាមអាក្រុម20តំណាងរាស្ត្រ20នាក់ទៅបើ120ទុក100ទៀតទៅឲ្យចេះតែលើកដៃឲ្យមាន20នាក់ហ្នឹងមកខ្ទាស់មកជំទាស់អីខ្លះទៅដើម្បីធ្វើឲ្យគណៈបកប្រឆាំងហ្នឹងបាត់រូបពីផែនដីហ្មងព្រោះបើមានប្រឆាំងនៅក្នុងជួរគណៈបកកាន់អំណាចប្រជាពលរដ្ឋគិតថាមានតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាគេចេះប្រឆាំងដែរអញ្ចឹងស្តៀងតែក្រុមប្រឆាំងដែរអញ្ចឹងបោះឆ្នោតឲ្យគណៈបកប្រជាជនទៅបានទាំងស្របបានទាំងប្រឆាំងមកកញ្ចប់ទៅមួយគ្នាហើយហេតុអីក៏ល្ងងតែអស់លោកអត់ល្ងងទេអស់លោកឆ្លាតខូចហ្នឹងគឺអត់ហ៊ានតែហ៊ានបដ ாய் ទៅអញ្ចឹងប្រជាពលរដ្ឋឮថាអូគណៈបកប្រជាជនចេះនិយាយតតាំងបកែកអីដឹងពីបញ្ហារំលោភសិទ្ធិមនុស្សបញ្ហាអសកម្មសង្គមហើយយើងនៅសកៈបែបនេះតែប្រជាពលរដ្ឋដឹងងាប់ហើយដូចភ្លើងចម្បាំងអញ្ចឹងឆេះទ្រុលហើយឆេះព្រៃអស់ហើយព្រៃក្នុងស្រុកខ្មែរត្រូវការភ្លើងប៉ុន្តែភ្នែកមន់នេះឆេះព្រៃ Amazon នេះឯងហើយដែលគណៈបកប្រជាជនកម្ពុជាអត់ហ៊ានសម្ដែងណាបងប្អូនគឺលេងមែនតែនដែលរឿងហ្នឹងរឿងសម្ដែងសោះយើងបែរទៅជាលេងមែនតែនដូចតួល្ខោនដែលមាននប់ទៅធាក់យៈឡើងទល់ផ្អកហ្នឹងអញ្ចឹងលោកហ៊ុនម៉ាណែតឥឡូវធាក់យៈទល់ផ្អកដោយសារតែរឿងល្ខោនសោះយើងទៅលេងមែនតែនហើយអត់ព្រមបោកសហគមន៍អន្តរជាតិដើម្បីឲ្យបានទទួលជំនួយប្រជាពលរដ្ឋអ្នកមើលទាំងអស់រងគ្រោះទាំងអស់ទាំង18លាននាក់ឥឡូវខ្ញុំនិយាយពីរឿងលោកហ៊ុនម៉ាណែតហេតុអីបានជាគាត់គាំទ្រទស្សនៈមេតបលីពូនេះមានន័យថាលោកហ៊ុនម៉ាណែតឲ្យបណ្ឌិតបិទមាត់ទៅហើយដូចខ្ញុំនិយាយចឹងបងប្អូនបណ្ឌិតខ្ញុំរាប់មិញណាបណ្ឌិតស្រុកគេរាប់ម៉ឺនរាប់សែនអ្នកនិយាយបាច់បណ្ឌិតស្រុកណាតែស្រុកថៃនេះរាប់សែនអ្នកហើយបណ្ឌិតគេគឺឡើងមករហូតតល់តែកុំថាឡើយគេបញ្ចេញមតិនៅក្នុងសង្គមថៃគេខ្ទាស់នឹងរដ្ឋាភិបាលគេនិយាយអីគឺគេបណ្ឌិតគេគឺផលផុសហើយយើងស្អប់ថៃអូយស្អប់ប៉ុន្តែអត់មើលរៀនសូត្រពីគេផ្ទុយទៅវិញមេដឹកនាំខ្មែរយើងលោកហ៊ុនសែនណាបណ្ឌិតខ្មែររកអត់បានមកនិយាយទៅយកតែអត្ថបទរបស់បណ្ឌិតថៃ2ដង3ដងហើយយកមកផ្សាយតែនៅក្នុង Facebook គាត់ណាបណ្ឌិតខ្មែរមកកណោក៏ដឹកគាត់រកអត់បានគាត់ទៅយកពីបណ្ឌិតថៃយកមកផ្សាយ
ពងអាស្អប់ថៃពងររឿងថៃទៅយកមតិរបស់បណ្ឌិតថៃលើកដំកើងបណ្ឌិតថៃយកមកផ្សាយក្នុងខ្មែរខ្លួនឯងប្រហែលជាគិតថាយកគេហៅបន្លាជួបបន្លាប៉ុន្តែយើងមើលងាយបណ្ឌិតយើងអត់មានចេះអីទេហើយដល់ឥឡូវបណ្ឌិតរាប់ម្រាមដៃបណ្ឌិតមាសនេះមានបណ្ឌិតញ៉លរដ្ឋាមិញហ្នឹងបណ្ឌិតកិនភៀបណ្ឌិតយងពៅនិងបណ្ឌិតសុកទូចរាប់ទៅបាទ5នាក់មានបណ្ឌិតដូចជាងិនសផលឯម្ដងទេនិយាយពីរឿងកោះគុតរបស់ខ្មែរឥឡូវបាត់មុខឈឹងហ្មងបាត់ឈឹងហៅអត់បានបណ្ឌិតយើងគឺរកអត់បាន5 6នឹងចម្រាប់ឡើងចង់ក្រិនខួរក្បាលហើយឥឡូវនៅពេលអញ្ចឹងហើយក្នុងបណ្ឌិត5នៃខ្ញុំរាប់មិញហ្នឹងបណ្ឌិត7មករា3បាត់ទៀតគឺបណ្ឌិតសុកទូចបណ្ឌិតកិនភៀនិងបណ្ឌិតយងពៅបណ្ឌិតមាសនេះដឹងហើយលោកមិនមែនជាបណ្ឌិត7មករាតាំងពីអើយមកព្រោះជាមិត្តជិតស្និទ្ធរបស់លោកបណ្ឌិតកែមលីហើយនេះបណ្ឌិតញ៉លរដ្ឋានេះមកពីរុស្ស៊ីនេះដែលហ៊ាននិយាយច្រើនតាក់ទងនឹងការពិតនៅក្នុងសង្គមដែលប្រជាពលរដ្ឋគ្រាន់តែស្ដាប់ហើយគឺផ្អើលគ្រប់គ្នាថាមានបណ្ឌិតអញ្ចឹងដែរតែបណ្ឌិតអញ្ចេះបន្តិចទៀតឆ្កែស៊ីបាត់ហើយព្រោះអីឲ្យតែហ៊ាននិយាយត្រូវអញ្ចឹងគឺអត់នៅយូរទេខ្ញុំសុំទោសលោកបណ្ឌិតញ៉លរដ្ឋាខ្ញុំអត់ប្រមាថការទានជីវិតរបស់លោកទេខ្ញុំសរសើរវីរៈភាពដ៏អស្ចារ្យរបស់លោកចង់បានបណ្ឌិតបែបនេះឲ្យច្រើនក៏ប៉ុន្តែជាអកុសលស្រុកខ្មែរគ្រាន់តែចេញមកភ្លាមលោកដឹងហើយណាលោកហ៊ុនម៉ាណែតផ្ញើសារនេះទៅលោកបណ្ឌិតញ៉លរដ្ឋាជាពិសេសហេតុអីបានជាអញ្ចឹងថ្ងៃនេះលោកបណ្ឌិតញ៉លរដ្ឋានិងបណ្ឌិតមួយចំនួនហ្នឹងមានទាំងលោកបណ្ឌិតកិនភៀបណ្ឌិតយងពៅលោកបណ្ឌិតមាសនេះហ្នឹងគេមានវេទិកាមួយកិច្ចពិភាក្សាតុកមូលស្ដីពីអ្វីដែលជាសេណារីយ៉ូធ្វើឲ្យពិភពលោកបាត់បង់សណ្ដាប់ធ្នាប់នាពេលបច្ចុប្បន្នប្រធានបទនេះល្អណាស់និយាយពីការបាត់បង់សណ្ដាប់ធ្នាប់ពិភពលោកនិយាយថាពិភពលោកឥឡូវក្លាប់ចាក់អស់ហើយល្អប៉ុន្តែនៅពេលដែលនិយាយឬបណ្ឌិតញ៉លរដ្ឋាហ្នឹងគឺគាត់និយាយពីរឿងយើងនេះខ្ញុំដកស្រង់ប្រសាសន៍របស់គាត់ដែលគឺ share ពេញបណ្ដាញសង្គម Facebook លោកបណ្ឌិតញ៉លរដ្ឋាហើយត្រូវបានសារព័ត៌មានភ្នំពេញប៉ុស្តិ៍ហ្នឹងយកមកដកស្រង់រំលឹកច្រើនដងដែរគាត់ដាក់ថាចេះគ្រប់សមរភូមិទាំងអស់នៅម៉ោងនេះយើងអត់មានប្រៀបលើគេទេអ្នកអារឿងនេះដែលរឿងលោកហ៊ុនម៉ាណែតចេញសារហ្នឹងខ្ញុំសង្កេតខ្ញុំសន្និដ្ឋានទេបងប្អូនខ្ញុំអាចខុសអាចលោកហ៊ុនម៉ាណែតសំដៅទៅលើបណ្ឌិតណាខ្ញុំអត់ដឹងទេណាក៏ប៉ុន្តែរឿងនេះមិនមែនជារឿងចៃដន្យទេវេទិកានេះគឺមានអ្នកចូលរួមលោកបណ្ឌិតមាសនេះលោកបណ្ឌិតសុកទូចលោកបណ្ឌិតកិនភៀលោកបណ្ឌិតយងពៅលោកបណ្ឌិតញ៉លរដ្ឋា